ប្រាក់ខែនៅកូរ៉េគឺឡើងទៀតហើយអ្នកនរគ្នាគឺឡើងរហូតដល់ជិត$1500ណោះបើគិតជាលុយវ៉ុនគឺ2,15680វ៉ុនដែលជាប្រាក់ខែគោលនៅក្នុងឆ្នាំ2026ធៀបជាមួយនឹងឆ្នាំ2025គឺឡើងប្រហែលជាខ្ទង់60000វ៉ុនបើគិតជាដុល្លារគឺទទួលបានតិចអ្នកនរគ្នាបើធៀបជាមួយនឹងឆ្នាំ2025ដោយសារតែអត្រាប្រូប្រាក់គឺមានការប្រែប្រួលលុយវ៉ុនឥឡូវគឺចុះថោកហើយលុយដុល្លារឥឡូវគឺឡើងថ្លៃមែនទែនបើធៀបជាមួយនឹងឆ្នាំ2025អាចនឹងហាក់ផែនគ្នាឬក៏ពេលខ្លះអាចនឹងតិចជាងមុនទៅទៀតប្រាក់ខែឡើងទំនិញឬក៏ផលិតផលផ្សេងៗក៏ឡើងតាមនឹងដែរអ្នកនរគ្នាដូចជាអង្គឥឡូវគឺ10គីឡូតម្លៃវាជិត40000ដែរអ្នកនរគ្នាបើកាលពីមុនអីគឺខ្ទង់25000ឬក៏27000 30000នេះទេប៉ុន្តែឥឡូវគឺឡើងរហូតដល់ជិត40000ហើយបើសិនជាយើងអត់មានម៉ោងថែមពឹងតែប្រាក់ខែគោលវិញគឺចប់ហ្មងចំពោះប្រាក់ខែគោល$1500ហ្នឹងយើងអត់បានកាត់ពន្ធនោះទេនៅកាត់ពន្ធផងកាត់ធានារ៉ាប់រងសុខភាពផងអញ្ចឹងធ្វើឲ្យលុយនឹងកាន់តែតិចអ្នកនរគ្នាអញ្ចឹងពិបាកមែនតើ